ជំរាបសួរនិងសួស្តីបងប្អូនយើងថ្ងៃនេះគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតយកមកចែករំលែកទៅកាន់បងប្អូនយើងទាំងអស់គ្នាខ្ញុំនឹងនិយាយអំពីប្រវត្តិផ្ទះខ្មោចដែលបានកើតឡើងនៅខេត្តកំពង់ចាមណាចឹងហើយបើចង់ដឹងពីផ្ទះខ្មោចមួយនេះតើមានប្រវត្តិបែបណាខ្លះសូមបងប្អូនទាំងអស់គ្នាទស្សនាវីដេអូមួយនេះដល់ចប់ហើយក៏កុំភ្លេចចុច like និង Subscribe ផងដែរដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំផលិតនិងធ្វើវីដេអូថ្មីៗជាបន្តទៀតសាច់រឿងមួយនេះផងដែរគឺបានកើតឡើងកាលពី20ឆ្នាំមុននៅឯខេត្តកំពង់ចាមចឹងហើយគឺគ្រួសាររបស់អ៊ំខ្ញុំហ្នឹងគាត់មានកូនចៅ3នាក់តែ2ប្រុស1ខ្ញុំអាចសុំហៅថាអ៊ំធឿនអញ្ចឹងទៅគាត់ជាអ្នករស់ស៊ីរត់តាក់ស៊ីពេលហ្នឹងដែរគឺគាត់ជាអ្នកដឹកអីវ៉ាន់តុកទូអីពីខេត្តកំពង់ចាមទៅសៀមរាបទៅខេត្តផ្សេងតែពីច្រើនគឺគាត់ដឹកទៅខេត្តសៀមរាបហ្នឹងឯងហើយគាត់ដឹកអីវ៉ាន់ហ្នឹងគឺជាធម្មតាទៅហើយថ្ងៃហ្នឹងគឺគាត់យកសពអាក្រក់ខ្លាំងមែនតើគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលហ្នឹងគឺកុងកណឺដឹកអាស័យណាក៏បានទៅបុកជាមួយនឹងរថយន្តរបស់គាត់ដែលធ្វើឲ្យអាស័យហ្នឹងធ្លាយទៅកញ្ចក់ឡានទៅបុកជាមួយនឹងមិត្តភ័ក្តិរបស់គាត់រហូតដល់ដាច់ក្បាលពេលហ្នឹងគឺគាត់ភ័យខ្លាំងមែនតើរហូតតតែភ្ញាក់ពីយសពហ្នឹងណាតតែស្រែកឡើងគាត់ក៏បានទៅប្រាប់មិត្តភ័ក្តិរបស់គាត់ដែលជាព្រូឡានហ្នឹងចឹងហើយគាត់ក៏បានរយរាប់ពីសាច់រឿងហ្នឹងទាំងអស់ទៅកាន់មិត្តភ័ក្តិផុនគាត់ចឹងហើយក្រោយពីគាត់បានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់មិត្តភ័ក្តិផុនគាត់ហើយមិត្តភ័ក្តិផុនគាត់ក៏បានទៅវត្តដើម្បីស្រោចទឹកដើម្បីរំដោះគ្រោះរបស់គាត់ណារហូតរំលងបានមួយអាទិត្យក្រោយអ៊ំធឿនក៏គាត់ត្រូវមានជើងដឹកទៅខេត្តសៀមរាបដែលពេលហ្នឹងគាត់មិនដឹកមនុស្សគាត់ដឹកតុកដើម្បីយកគ្រឿងសង្ហារឹមហ្នឹងទៅឲ្យភ្ញៀវនៅខេត្តសៀមរាបហើយយើងដឹងហើយកាលពីសម័យហ្នឹងផ្លូវខេត្តសៀមរាបគឺវេទនាគឺមានកហិកកហុកកលេចកលុកចឹងទៅចឹងហើយបើអ៊ំពូមីងណាដែលធ្លាប់ឆ្លងកាត់ការពី20ឆ្នាំមុនសូមបងប្អូនទាំងអស់គ្នាកុំភ្លេចខមមិននៅខាងក្រោមដើម្បីឲ្យបងប្អូនយើងដឹងផងថាផ្លូវកាលពីសម័យហ្នឹងវេទនាប៉ុណ្ណាពូនរបស់អ៊ំធឿនហ្នឹងខ្ញុំសូមហៅគាត់ថាអ៊ំពៅចឹងទៅកំឡុងពេលដែលអ៊ំធឿនគាត់បានចេញឡានទៅខេត្តសៀមរាបដឹកអីវ៉ាន់ទៅឲ្យគេហ្នឹងណាយប់មុនថ្ងៃដែលប្តីគាត់ចេញដំណើរទៅហ្នឹងគាត់ថាគាត់សម្រានអត់លក់ទេចេះតែអាស័ព្ទអត់សល់ក្នុងខ្លួនមិនដឹងជាមានរឿងហេតុអីដែលត្រូវកើតឡើងណាប៉ុន្តែគាត់បានចាប់អារម្មណ៍ជាមួយនឹងប្តីគាត់ដែលត្រូវដឹកទៅខេត្តសៀមរាបហ្នឹងទេគាត់គិតថាវាជារឿងដែលការកេងមិនលក់របស់មនុស្សយើងជាធម្មតាចឹងទៅតបពីគាត់បានធ្វើដំណើរអស់រយៈពេល2-3ម៉ោងឆ្លងពីខេត្តកំពង់ចាមចូលមកដល់ខេត្តកំពង់ធំចឹងហើយក៏គាត់មានអារម្មណ៍ថាគាត់អស់កម្លាំងដែរដោយសារតែគាត់មានព្រូឡានម្នាក់ដែលគាត់ចេះបើកឡានដែរចឹងគាត់ក៏ផ្លាស់ប្ដូរឲ្យព្រូឡានរបស់គាត់ជាអ្នកបើកម្ដងក្នុងកំឡុងពេលដែលគាត់បានបដូរដៃឲ្យមិត្តភក្តិរបស់គាត់ជាអ្នកបើកម្ដងហ្នឹងគាត់ក៏បានសម្រាកនៅតាមឡានប៉ុន្តែអ្វីដែលជារឿងមួយដែលគួរឲ្យសោកស្ដាយហើយក៏ជារឿងអាក្រក់មួយដែលបានកើតឡើងហ្នឹងណាកំឡុងពេលដែលគាត់សម្រាកហ្នឹងរថយន្តកុងកណឺមួយក៏បានជិះហួសកន្លងផ្លូវចូលមកបុករថយន្តរបស់គាត់មួយទំហឹងតែម្ដងចឹងហើយដែលធ្វើឲ្យរថយន្តរបស់គាត់ខ្ទាតកលាប់ទៅផ្លូវមួយជារៀងទៀតពេលនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋយើងចូលមកជួយសង្គ្រោះបឋមដែរក្រោយពីគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយនេះទៅអ៊ំធឿនរបស់គាត់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះផងដែរប៉ុន្តែអ្នកដែលរួចជីវិតពីការគ្រោះថ្នាក់ចរាចរណ៍មួយនេះគឺមិត្តភ័ក្តិរបស់គាត់ដែលជាព្រូឡានរបស់គាត់នឹងឯងប្រពន្ធរបស់គាត់ក៏បានទៅរកគ្រូទាយមើលគាត់ចង់ដឹងថាតើគ្រោះថ្នាក់ចរាចរណ៍មួយនឹងបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរឬក៏មានបញ្ហាអីនៅពីក្រោយរឿងរ៉ាវទាំងអស់ហ្នឹងនៅពេលដែលអំពើគាត់ទៅរកគ្រូទាយមើលនៅពេលហ្នឹងឯងដែលគាត់ទទួលបានព័ត៌មានពីគ្រូទាយណាគាត់ក៏មានអារម្មណ៍ថាស្លុតចិត្តខ្លាំងមែនតើពួកអីគ្រូទាយគាត់បញ្ជាក់ប្រាប់ថាប្តីរបស់គាត់ស្លាប់ហ្នឹងវាជាផ្នែកមួយវាមិនមែនពាក់ព័ន្ធជាមួយនឹងការបើកបរតែមួយមុខទេគាត់ថាមានគេចង់យកគាត់អ្នកដែលចាំយកអាយុជីវិតរបស់គាត់ហ្នឹងគឺជាអ្នកនៅក្នុងផ្ទះរបស់គាត់គិតអត់ចេញណាព្រោះអីគាត់អត់ដឹងថាតើអ្នកនៅក្នុងផ្ទះរបស់គាត់ហ្នឹងជាណាគេដែលមកចង់យកអាយុជីវិតរបស់ប្តីគាត់ណាប៉ុន្តែគ្រូទាយគាត់បានបន្តទៀតថាអ្នកដែលចាំយកអាយុជីវិតប្តីរបស់គាត់ហ្នឹងណាមិនមែនជាមនុស្សទេព្រោះអីនៅក្នុងផ្ទះរបស់គាត់មានសសរមួយដែលជាសសរស្អុយសសរហ្នឹងគឺខូចគឺត្រូវតែដកចេញព្រោះអីដោយសារតែសសរមួយហ្នឹងឯងដែលបណ្ដាឲ្យប្តីរបស់គាត់គ្រោះថ្នាក់រហូតទាល់តែបាត់បង់ជីវិតពេលហ្នឹងដែលអំពើគាត់ចាប់ផ្ដើមឆ្ងល់ក៏សួរថាបើសសរហ្នឹងស្អុយសសរហ្នឹងខូចមែនហេតុអីបន្ទះគាត់ធ្វើយូរណាស់មកហើយវាអត់មានបញ្ហាអីវាទឹមតែមានបញ្ហាឥឡូវហ្នឹងហើយគ្រូក៏គាត់បន្តទៀតថាសសរហ្នឹងមានគេនៅមែនប៉ុន្តែបើរស័យយើងឡើងគេតែងតែជួយថែរក្សាយើងជួយយើងឲ្យរកស៊ីមានបានតិចទៅជុំទៅមុខចឹងទៅប៉ុន្តែបើរស័យយើងដាក់ហើយវាចាំតែកាច់បបាក់យើងទេដែលអ៊ំគាត់សួរបញ្ជាក់ថាយើងគួរតែរើផ្ទះហ្នឹងចេញឬក៏មិនព្រោះអីបើតែសនឹងខូចនៅចំកណ្ដាលផ្ទះហ្នឹងគ្រូក៏គាត់ឲ្យអំពើហ្នឹងគាត់រៀបអាសនៈមួយនៅចំកណ្ដាលផ្ទះនៅពេលដែលយើងមានអីហូបចុកយើងដាក់ឲ្យគេស៊ីដែរទៅដើម្បីកុំឲ្យគេចំណែនយើងចឹងហើយគេនៅតែជួយយើងរហូតចឹងទៅក្រោយពីគាត់ទទួលបានព័ត៌មានឬមួយក៏ដឹងពីរឿងរ៉ាវទាំងអស់ហ្នឹងហើយគាត់ក៏បន្តរស់នៅដូចធម្មតាចឹងទៅប៉ុន្តែគាត់ក៏បានធ្វើទៅតាមអ្វីដែលលោកគ្រូក៏បានណែនាំចឹងដែររហូតទាល់តែគាត់រស់នៅបានជាច្រើនឆ្នាំទៅមុខទៀតអំពើក៏ក្លាយជាស្ត្រីមេម៉ាយ
ដែលត្រូវចិញ្ចឹមកូន3នាក់នៅក្នុងបន្ទុកណាហើយជីវិតជាស្ត្រីមេម៉ាយយើងដឹងស្រាប់ហើយពិតជាលំបាកខ្លាំងមែនទែនត្រូវចិញ្ចឹមកូននៅក្នុងបន្ទុករហូតដល់3នាក់ហើយបើទោះបីជាគាត់ជាស្ត្រីមេម៉ាយយ៉ាងណាក៏ដោយកូនរបស់គាត់ក៏បានរៀនចប់មានការងារធ្វើល្អខ្លាំងមែនទែនបងស្រីធំគាត់បានរៀនចប់ផ្នែកដុកទ័ររីឯបងអូនស្រីទី2គឺគាត់រៀនចប់ផ្នែកខាងវះកាត់ជារួមទៅគឺពេទ្យទាំង2នាក់តែម្ដងដោយឡែកផ្ទះរបស់គាត់ក៏ចាស់ដែរផ្ទះហ្នឹងសាងសង់តាំងពីមុនសម័យប៉ុលពតទៀតហ៎ចឹងហើយរហូតមកដល់ឆ្នាំ2000ជាងហ្នឹងវាមានលក្ខណៈចាស់ហើយចឹងហើយកូនចៅរបស់គាត់បែកមានគ្រួសារគាត់ក៏ចាប់ផ្ដើមទៅសាងសង់ផ្ទះថ្មីគាត់ទៅសាងសង់ផ្ទះថ្មនៅឯផ្លូវខាងមុខភូមិផ្ទះចាស់ហ្នឹងគាត់ក៏ត្រូវទុកចោលពេលហ្នឹងគាត់អត់ដឹងថាត្រូវធ្វើអីទៀតបើសិនយើងទុកចោលវាខាតចឹងហើយផ្ទះហ្នឹងគាត់ក៏ត្រូវលក់ចោលលក់ទៅឲ្យបងប្រុសម្នាក់ដែលត្រូវជាប្អូនជីដូនមួយរបស់គាត់ខ្ញុំសុំហៅគាត់ថាពុភ័ក្រអីនៅពេលដែលគាត់បានសាងសង់ចេញជារូបរាងផ្ទះហើយគាត់ក៏បានរើសថ្ងៃល្អវេលាល្អដើម្បីលើកផ្ទះនឹងឡើងហើយខ្ញុំសូមបញ្ជាក់ត្រង់ហ្នឹងបន្តិចថាពុភ័ក្រគាត់ជាកូនកំព្រាហើយគាត់ក៏មានប្រពន្ធដែរប្រពន្ធរបស់គាត់មានកូនម្នាក់ហើយគាត់ជួនប្រពន្ធរបស់គាត់ហ្នឹងក៏ជាកូនកំព្រាផងដែរចឹងហើយដែលធ្វើឲ្យគាត់ទាំងពីរនាក់ហ្នឹងតែតោលខ្លាំងមែនទែនមានតែបងស្រីនឹងឯងដែលគាត់លក់ផ្ទះមកឲ្យក្នុងតម្លៃមួយដែលធូរថ្លៃហើយក៏ជាតម្លៃមួយដែលយើងត្រូវបង់មលុះជាប្រចាំឆ្នាំទៀតយើងមិនមែនយកលុយទាំងដល់ទេហើយប្អូនរបស់គាត់ហ្នឹងក៏ដឹងពីប្រវត្តិផ្ទះហ្នឹងដែរថាផ្ទះហ្នឹងមានតែសខូចមានតែសនៅចំកណ្ដាលហ្នឹងវាអត់ល្អអញ្ចឹងទៅហើយមូលហេតុដែលប្អូននឹងគាត់ទិញដោយសារតែគាត់អត់មានផ្ទះនៅដែរហើយផ្ទះហ្នឹងគឺធំខ្លាំងមែនតើគឺផ្ទះ3ខ្នងហើយបន្ទាប់ពីគាត់រើផ្ទះហ្នឹងទៅគាត់ក៏អាចសាងសង់បានផ្ទះធំមួយដែរគឺគាត់សាងសង់ផ្ទះ2ខ្នងណានៅលើដីមួយកន្លែងហើយដីហ្នឹងគឺមានទំហំក្បាល20ទៅដល់20អញ្ចឹងទៅបើទោះបីជាមានឈើខ្លះរៀងចាស់រៀងធត់ធមរៀងខូចគាត់ក៏បោះចោលទៅប៉ុន្តែនៅពេលដែលគាត់សាងសង់ផ្ទះថ្មីហ្នឹងគាត់អត់បានដកសសរដែលខូចហ្នឹងចេញទេដោយសារតែសសរដែលខូចហ្នឹងគឺវាមានលក្ខណៈថ្មីជាងគេហើយល្អជាងគេទៀតសសរផ្សេងអាខ្លះមានពុកចឹងហើយគាត់ដកអាពុកនឹងចោលគាត់ទុកអាសសរដែលគេថាសសរខូចហ្នឹងណាគាត់ដាក់សាងសង់ដូចធម្មតាប៉ុន្តែមូលហេតុដែលគាត់អត់ខ្លាចគាត់ទុកសសរនឹងតតែលដោយសារគាត់គិតថាផ្ទះហ្នឹងម្ចាស់ដើមពីដំបូងឡើយគាត់រស់នៅបានធម្មតាទេគាត់គ្រាន់តែយើងដាក់សែនជាប្រចាំចឹងទៅរហូតតតែគាត់បានសាងសង់ចេញជារូបរាងគាត់ក៏ដេញវេលារើសថ្ងៃល្អពេលល្អដើម្បីលើកផ្ទះនឹងឡើងគាត់ក៏ពឹងពាក់អ្នកផងរបងចិត្តគ្នាដើម្បីមកជួយលើកផ្ទះហ្នឹងហើយយើងដឹងស្រាប់ហើយថានៅស្រុកភូមិយើងមានតែសាច់ញាតិជិតខាងហ្នឹងឯងដែលជាសាច់ញាតិដែលជាបងប្អូនដែលមិនអាចកាត់ថ្លៃបានហ្នឹងឯងពេលហ្នឹងក៏មានគេច្រើនខ្លាំងមែនទែនមកជួយលើកផ្ទះហ្នឹងប៉ុន្តែដោយឡែកផ្ទះរបស់គាត់សាងសង់បានប្រហែលជា 80% ហើយវាយអញ្ជាងអីបានពាក់កណ្ដាលហើយចឹងហើយនៅក្រោមផ្ទះរបស់គាត់ក៏ត្រូវមានឧបករណ៍ជាច្រើនដើម្បីធ្វើផ្ទះហ្នឹងដូចជាមានរណាឈូសមានអីផ្សេងជាច្រើនដែលជាដើមហេតុឲ្យពុភ័ក្រហ្នឹងគាត់ត្រូវមកដេកចាំនៅក្រោមផ្ទះដើម្បីមើលថែរក្សាអីវ៉ាន់របស់គាត់នៅក្រោមផ្ទះហ្នឹងឯងប៉ុន្តែអ្វីដែលជាអកុសលសម្រាប់គ្រួសាររបស់គាត់ហ្នឹងនៅពេលដែលគាត់មកគេងចាំនៅក្រោមផ្ទះហ្នឹងថ្ងៃដំបូងគឺគាត់មានបញ្ហាអីទេថ្ងៃទី2ក៏អត់អីដែរប៉ុន្តែរហូតដល់ថ្ងៃទី3ជាថ្ងៃមួយដែលជាថ្ងៃអាក្រក់សម្រាប់គ្រួសាររបស់ពុភ័ក្រនឹងឯងដែលពេលហ្នឹងឯងដែលពុភ័ក្រគាត់បានគេងស្លាប់នៅពាក់កណ្ដាលយប់ប្រហែលជាម៉ោង2ម៉ោង3យប់បើសួរថាដើមហេតុគាត់ស្លាប់ដោយសារអីនៅក្រោមផ្ទះហ្នឹងគឺយើងអត់ដឹងទេដោយសារតែគាត់បានគេងម្នាក់ឯងនៅក្រោមផ្ទះហ្នឹងធ្វើឲ្យប្រពន្ធរបស់គាត់សោកសង្រេងខ្លាំងមែនតើនោះគឺត្រង់ថាហេតុអីអកុសលគាត់ជាកូនព្រាទៅហើយហេតុអីបានបន្តមកដល់កូនរបស់គាត់ដែលត្រូវបាត់បង់ឪពុកតាំងពីអាយុ2ឆ្នាំគាត់អស់ទីពឹងអស់ទីពឹងអ្នករបស់គាត់ណាគាត់ក៏បានទៅរកគ្រូទាយមើលហើយគ្រូក៏បានបញ្ជាក់ដូចអ្វីដែលបងស្រីចដូនមួយរបស់គាត់បានទៅរកគ្រូកាងពីដើមឡើយអញ្ចឹងណាផ្ទះដែលគាត់បានធ្វើនឹងវាមានរសមួយដែលអត់ល្អចឹងហើយតាសនឹងអីដែលមកកាច់យកប្តីរបស់គាត់យកទៅពួកអីដែលសារតែប្តីរបស់គាត់រិស័យដាក់នៅពេលហ្នឹងឯងដែលគេមកយកប្តីរបស់គាត់តែម្ដងទៅហើយបន្ទាប់ពីរឿងរ៉ាវទាំងអស់នឹងបានកើតឡើងហើយប្រពន្ធពុភ័ក្រគាត់ក៏បានទៅរស់នៅឯស្រុកកំណើតរបស់គាត់វិញជាមួយនឹងកូនរបស់គាត់ចឹងហើយផ្ទះដែលគាត់បានទិញពីបងចដូនមួយរបស់គាត់ហ្នឹងគឺគាត់មានគេសាងសង់បន្តទៀតទេគឺទុកចោលនឹងចឹងឯងពួកអីគាត់អត់មានថវិកាឬមួយក៏លុយកាក់ដើម្បីបងរំលោះទៅកាន់បងចដូនមួយរបស់គាត់ទៀតទេគឺអ្នកភូមិតែងតែមានជួបរឿងហេតុការណ៍ចម្លែកដែលគួរឲ្យខ្លាចឬមួយក៏រឿងដែលភ័យរន្ធត់ឬមួយក៏រឿងដែលគេមកដាស់មានគេមកហៅអីចឹងទៅហេតុការណ៍ច្រើនខ្លាំងមែនទែននៅផ្ទះហ្នឹងហើយផ្ទះហ្នឹងក៏បន្តមកដល់ឥឡូវដែលគេតែងតែហៅថាផ្ទះខ្មោចឬមួយក៏ផ្ទះដែលគេបោះបង់ចោលចឹងទៅបងប្អូនអាចស្ដាប់ទុកជាចំណេះដឹងឬមួយក៏ជាការកម្សាន្តចឹងទៅជាចុងក្រោយបងប្អូនអរគ្នាកុំភ្លេចជួយចុច like និង subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំស្វែងរកនិងផលិតនូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតសូមអរគុណ